ហើយការខ្ញុំនៅកលីអ្នកគ្នាមកបន្តខ្ញុំដងទៀតហើយដោយតរដងទេខ្ញុំមកសម្រាប់រឿង Polymission នៅដំបងគឺខ្ញុំបានឃើញគ្រូពេទ្យហ្នឹងកំពុងតែនិយាយគ្នាពេលនោះស្រាប់តែមានកញ្ញាសុខហមហ្នឹងបានបាញ់សម្រាប់គ្រូពេទ្យមិនថែមទាំងបាញ់សម្រាប់គ្រូពេទ្យទេនាងក៏បាញ់សម្រាប់អ្នកគ្រូពេទ្យដែលឈរនិយាយជាមួយនឹងលោកគ្រូពេទ្យនោះផងដែរអញ្ចឹងកញ្ញាសុខហមម្នាក់នេះខ្ញុំសម្ដៅឈ្មោះនាងថាចៃអាដោយសារតែបានលើសម្លេងស្នូកំភ្លើអ្នកដែលនៅក្នុងមន្ទីរពេទ្យក៏រត់មកចេញក្រៅហើយក៏បានឃើញលោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យដេកស្លាប់នៅនឹងកន្លែងពេលនោះលោកគ្រូពេទ្យម្នាក់ក៏បានតែទូរស័ព្ទទៅហៅប៉ូលីសក្រោយពីប៉ូលីសសុខហមទទួលហើយគាត់ក៏បាននាំគ្នាទៅកន្លែងកើតហេតុភ្លាមប៉ូលីសសុខហមក៏បានសួរតាក់ទងនឹងហេតុការណ៍ដែលបានកើតឡើងពីដុកទ័រដែលនៅទីនោះហើយគេក៏បានតែប្រាប់ដំណឹងនេះទៅសាច់ញាតិបងប្អូនដែលបានរងគ្រោះផងដែរពេលពួកគាត់មកដល់ហើយពួកគាត់មានការសោកចិត្តជាខ្លាំងពួកគាត់ក៏បានយំទួយសោកចំពោះសាច់ញាតិគ្រួសាររបស់គាត់ដែលបានបាត់បង់ជីវិតពេលនេះយើងបានឃើញថាចៃអានាងមិនទាន់ទៅណាឆ្ងាយទេនៅក្នុងដៃរបស់នាងក៏មានក្រុមបែកផងដែរនាងក៏បានបោះទៅទីនោះតែម្ដងក្រោយពីបោះរួចនាងក៏បានរត់ចូលមន្ទីរពេទ្យប៉ុន្តែប៉ូលីសសុខហមក៏បានឃើញនាងផងដែរមិនត្រឹមតែប៉ូលីសសុខហមបានឃើញនាងទេសូម្បីតែកូនចៅរបស់ប៉ូលីសសុខហមក៏បានឃើញនាងផងដែរកូនចៅរបស់ប៉ូលីសសុខហមក៏បានដេញបាញ់ចៃអានាងព្យាយាមរត់ដល់កន្លែងមួយទើបនាងមានឱកាសនាងក៏បានបោះគ្រាប់បែកទៅសម្រាប់ប៉ូលីសទាំងអស់នោះរួចក៏រត់ចាក់ចេញពីមន្ទីរពេទ្យនាងរត់ចេញឆ្ងាយមិនទាន់បានប្រមាណផងក៏ទៅប៉ូលីសសុខហមនឹងបាញ់ស្កាក់មុខនាងដោយសារតែប៉ូលីសសុខហមបាញ់នាងក៏បាញ់តជាមួយនឹងប៉ូលីសសុខហមវិញដូចគ្នាចៃអានាងមានសមត្ថភាពមិនធម្មតាទេធ្វើឲ្យប៉ូលីសសុខហមមិនអាចទប់ទល់ជាមួយនឹងនាងបានដោយដឹងថាខ្លួនមិនអាចទប់ទល់ជាមួយនឹងចៃអាបានប៉ូលីសសុខហមក៏បានតែប្រាប់ដំណឹងនេះទៅកាន់គ្នាគាត់ក្រោយពីគ្នាគាត់ទទួលទូរស័ព្ទចប់គាត់ក៏បានដាក់ទូរស័ព្ទចុះហើយក៏បានតជាមួយចៃអាដើម្បីពន្យាពេលឲ្យគ្នាគាត់មកទាន់ហេតុការណ៍ដោយតែយើងបានដឹងពីសមត្ថភាពរបស់ចៃអាអញ្ចឹងចៃអានាងមានសមត្ថភាពខ្លាំងមិនធម្មតានាងក៏បាញ់ឲ្យប៉ូលីសសុខហមនឹងដួលស្លាប់ហើយនាងក៏បានបើកឡានចាក់ចេញទៅជៀសវាងប៉ូលីសមួយក្រុមធំតាមនាងទាន់ឥឡូវនេះយើងក៏លេចមកមើលប៉ូលីសសុខហមមួយផ្លែប៉ូលីសសុខហមក៏បានដឹងខ្លួនពីការស្លាប់ហើយដល់ពេលគាត់បើកភ្នែកឡើងគាត់ក៏បានឃើញគ្នាគាត់ពីរនាក់ហើយក៏បាននិយាយទៅកាន់គាត់ថាអ្នកឯងដឹងខ្លួនហើយប្រញាប់ឡើងយើងប្រញាប់តាមចាប់ជនអាក្រក់យើងមិនអាចឲ្យនាងរត់ខ្លួនបានទេអូមែនហើយលោកប៉ូលីសមូរ៉ាសាគីគូនគាត់កំពុងរងចាំពួកយើងចាអ្នកគ្នាប្រហែលឆ្ងល់ហើយថាលោកប៉ូលីសមូសារ៉ាគីគូនឹងគឺជាអ្នកណាអញ្ចឹងទីទៀតគេនឹងប្រាប់យើងអញ្ចឹងយើងក៏លេចទៅមើលចៃអាវិញទៅចៃអានាងបើកឡានមិនទាន់បានឆ្ងាយប៉ុន្មានផងក៏ត្រូវបានប៉ូលីសមួយក្រុមធំដេញតាមនាងយ៉ាងរគាប៉ុន្តែដោយសារតែចៃអានាងមានសមត្ថភាពបើកឡានលឿនជាងប៉ូលីសពេលនោះនាងក៏បានឃើញប៉ូលីសចរាចរណ៍ដែលខាត់ផ្លូវនាងផងដែរប៉ុន្តែយើងដឹងហើយថាចៃអាគឺជាមនុស្សខុសខើនាងមិនខ្វល់ថាអ្នកណាស្លាប់អ្នកណារស់ទេនាងបើកបុកប៉ូលីសចរាចរណ៍នោះផងដែរមួយចន្ទុះក្រោយមកយើងក៏បានឃើញថាចៃអានាងក៏បានមកដល់ផ្ទះចាស់មួយកន្លែងហើយនាងក៏បានរត់ចូលទៅក្នុងផ្ទះចាស់នោះផងដែរមួយចន្ទុះក្រោយមកយើងបានឃើញថាប៉ូលីសក៏បានតាមទាន់ចៃអាមកដល់អគារចាស់មួយកន្លែងនេះផងដែរហើយប៉ូលីសទាំងអស់នោះក៏នាំគ្នាសម្រុកចូលក្នុងអគារដើម្បីតាមចាប់ខ្លួនចៃអាតែការតាមចាប់ខ្លួនរបស់ចៃអាដូចជាមិនងាយទេព្រោះចៃអានាងមានកូនចៅច្រើនគ្រាន់បើដែរកូនចៅរបស់ចៃអាក៏បានទប់ទល់ជាមួយនឹងប៉ូលីសកាប៉េកប៉ុកអង្គឯកកំប៉ុងចឹងទៅអ្នកគ្នាមិនថាទាំងចៃអាមិនថាទាំងកូនចៅចៃអាទេគឺមានសមត្ថភាពដូចគ្នាណាតែពួកតណាត់ភ្លើងមួយចំនួនតែដែលធ្វើឲ្យប៉ូលីសបាញ់បាននោះចំណែកប៉ូលីសម្នាក់នេះវិញកំពុងតែរត់គេចពីកូនចៅរបស់ចៃអាម្នាក់កូនចៅរបស់ចៃអាម្នាក់ហ្នឹងក៏ខ្លាំងមិនធម្មតាដែរក្រោយពីកូនចៅចៃអាម្នាក់ហ្នឹងបាញ់គេត្រូវមកក្រុមហើយនាងក៏បានរត់ទៅបង្ហើយជីវិតគេស្រាប់តែគេបាញ់មកវិញតែនាងបានគេគ្រប់កំភ្លឹងមិនទាន់នាងក៏បានបង្ហើយជីវិតរបស់គេភ្លាមពេលនោះមានបរិមម្នាក់ក៏បានលួចបាញ់នាងពីក្រោយនេះពីមួយហើយប្រូបើប៉ូលីសម្នាក់នេះវិញក៏កំពុងតែប្រយុទ្ធជាមួយកូនចៅរបស់ចៃអាផងដែរអ្នកគ្នាទៅមើលថាប៉ូលីសនិងកូនចៅរបស់ចៃអាមួយណាមានប្រៀបជាងសម្រាប់ខ្ញុំគឺប៉ូលីសហើយពួកប៉ូលីសមានកំភ្លើងមិនដោយសារប៉ូលីសមានកំភ្លើងសារតែខ្ញុំមើលរឿងនឹងហើយបើខ្ញុំទុកចិត្តប៉ូលីសហ៎ប៉ូលីសមួយក្រុមនេះវិញឈើបាញ់គេដោយអត់ចេះមើលគ្រាប់បែកសោះពេលនោះគេក៏បានបោះគ្រាប់បែកមកធ្វើឲ្យប៉ូលីសម្នាក់ហ្នឹងស្លាប់បាត់បង់ជីវិតភ្លាមនៅនឹងកន្លែងហើយការប្រយុទ្ធគ្នារបស់កូនចៅចៃអានិងក្រុមប៉ូលីសក៏បានកើតឡើងជាបន្តបន្ទាប់មានជាការបាញ់គ្នាមានជាការកាប់សម្លាប់គ្នានិងមានជាការផ្ទុះគ្រាប់បែកផងដែរឥឡូវនេះនៅក្នុងអគារនេះនៅសល់មនុស្សប្រហែលជាមិនច្រើនអ្នកទេអ្នកគ្នាគឺនៅសល់តែអ្នកខ្លាំងនឹងឯងអ្នកខ្សោយអីគឺស្លាប់អស់ហើយអ្នកគ្នាមិនមើលងាយជីវិតគេទេប៉ុន្តែពួកនោះគឺវាស្លាប់អស់មែនអំឡុងពេលដែលប៉ូលីសហ្នឹងកំពុងតែនិយាយគ្នាមានកូនចៅចៃអាម្នាក់ក៏បានលួចបាញ់ប៉ូលីសសុខហមហើយពេលហ្នឹងក៏បានបាញ់ទៅជាមួយនឹងនាងវិញហើយក៏ដេញបាញ់គ្នារវាងប៉ូលីសម្នាក់ហ្នឹងហើយនឹងកូនចៅរបស់ចៃអាក៏បានចាប់ផ្ដើមគេអត់អ្នកគ្នាមិនថាកូនចៅចៃអាឬក៏ចៃអាទេសុទ្ធតែមានសមត្ថភាពខ្លាំងដូចគ្នាពេលនោះនាងក៏រត់តែបង្ហើយជីវិតរបស់អាប៉ែម្នាក់នេះហើយប៉ុន្តែនាងបាញ់មិនទាន់ចំចំណុចខ្សោយនៃបេះដូងរបស់គេផងនាងក៏ត្រូវបានស្លាប់តែអ្នកណាជាអ្នកបាញ់នាងទៅបន្ទាប់មកបរិមម្នាក់ហ្នឹងបាននិយាយថាម៉ូរ៉ាសាគីគូននេះអ្នកគ្នាបានឃើញមុខម៉ូរ៉ាសាគីគូនហើយ
មុខមរ៉ាស្គីកូនស្តៀងនឹងប៉ូលីសសង្ឃឹមដល់ឯអ្នកគ្នាគាត់បាននិយាយថាសំណាងល្អដែលឯងនៅរស់យើងមកយឺនតិចហើយឯថាមរ៉ាស្គីកូននឹងគឺជាមេនៃក្រុមប៉ូលីសហើយអ្នកគ្នាខ្ញុំសំហៅមរ៉ាស្គីកូននឹងថាគឺជាប៉ូលីសអ៊ំចោះព្រោះវាស្រួលហៅជាងមរ៉ាស្គីកូនចឹងណាពេលនោះដែរយើងបានឃើញថាប៉ូលីសអ៊ំក៏បានទិញកំភ្លើងហើយបាញ់ត្មងទៅជញ្ជាំងធ្វើជញ្ជាំងហើយក៏បានស្លាប់កូនចៅរបស់ចេអាម្នាក់ពេលនោះដែរចេអាក៏ឃើញចឹងនេះក៏បានរត់ទៅបាញ់គ្នាជាមួយនឹងប៉ូលីសអ៊ំហើយការបាញ់គ្នារវាងអ្នកទាំងពីរហ្នឹងគឺខ្លាំងដូចគ្នាព្រោះអ្នកទាំងពីរហ្នឹងគឺមានជំនាញក្នុងការប្រើកំភ្លើងខ្លីដូចគ្នាប៉ូលីសអ៊ំបាញ់កំភ្លើងច្រើនទៅកាន់ចេអាប៉ុន្តែចេអានឹងព្យាយាមរត់គេពីក្រុមកំភ្លើងទាំងអស់នោះប៉ូលីសអ៊ំតែបានបាញ់ហើយគឺអត់មានដកដៃទេអ្នកគ្នាគឺបាញ់យកតែម្ដងពេលនោះដែរប៉ូលីសអ៊ំបានរត់ទៅលាក់ពួននៅមួយកន្លែងដើម្បីបែកដានរបស់ចេអាអញ្ចឹងណាចេអានាងក៏បានរត់លាក់ខ្លួនដែរព្រោះខ្លាចចាញ់ក៏ប៉ូលីសអ៊ំមកហើយនាងក៏បានគិតក្នុងចិត្តថាខ្ញុំមិនអាចប្រយុទ្ធឈ្នះអបិម្នាក់នេះបានទេប៉ុន្តែក៏មិនបានន័យថាគេអាចឈ្នះខ្ញុំដែរអូមែនទេនៅក្នុងដៃរបស់ខ្ញុំមានគ្រាប់បែកហើយនឹងស្លាប់ហើយអាប៉ូលីសសង្ហាក្រោយពីគិតរួចនាងក៏បានជួយគ្រាប់បែកផ្ទុះពីងបាំងទៅអ្នកគ្នាមើលតែនាងផ្ទុះគ្រាប់បែកហើយសភាពការរត់ស្កាត់ដែរនាងក៏បានដើរចេញទៅមើលក៏លោកឃើញសាកសពប៉ូលីសអ៊ំពេលដែលនាងដើរទៅមើលនោះនាងពិតជាឃើញសាកសពរបស់ប៉ូលីសអ៊ំមែនតែខ្ញុំមិនដឹងថាគេស្លាប់ឬក៏នៅទេប៉ុន្តែគេដូចជាមានរបួសធ្ងន់ធ្ងរខ្លាំងមែនតែហើយនាងក៏បានដើរចាក់ចេញពីកន្លែងហ្នឹងទៅជាអាននាងគឺអត់មានទៅណាទេនាងគ្រាន់តែទៅនិយាយទូរស័ព្ទតែប៉ុណ្្នឹងឯងនាងក៏បានតែប្រាប់ប៉ពូនាងថានាងបានស្លាប់ប៉ូលីសម្នាក់ហ្នឹងគឺស្លាប់ហើយអញ្ចឹងក្រោយពីជាអាននាងប្រាប់ប៉ពូនាងហើយនាងក៏បានទុកទូរស័ព្ទចុះហើយក៏បកទៅមើលសាកសពប៉ូលីសអ៊ំវិញប៉ុន្តែចាក់ដឹងហើយគឺសាកសពប៉ូលីសអ៊ំគឺបានបាត់ខ្លួនហើយអ្នកគ្នានៅពេលដែលនាងកន្លែងទៅអត់ឃើញប៉ូលីសអ៊ំនាងក៏បានកន្លែងមកវិញពេលនោះស្រាប់តែប៉ូលីសអ៊ំហ្នឹងក៏បានទិញកំភ្លើងបាញ់នាងចំបេះដូងឥឡូវយើងមកមើលសភាពប៉ូលីសអ៊ំវិញសភាពប៉ូលីសអ៊ំនេះគឺគាត់ត្រូវរបួសធ្ងន់ធ្ងរខ្លាំងមែនតែដូចជាអត់សូវចំចំណេះខ្សោយទេប៉ុន្តែបើសិនជាចេះអាវិញគឺប៉ូលីសអ៊ំបានបាញ់នាងចំបេះដូងហើយនាងក៏បានស្លាប់នៅទីនោះតែម្ដងក្រោយពីចេះអាបានស្លាប់ហ្នឹងគឺគេបានបញ្ជូនពេទ្យហើយនឹងប៉ូលីសមួយចំនួនឲ្យមកជួយចាត់ចែងកន្លែងកើតហេតុហ្នឹងណាអ្នកគ្នាខ្ញុំគិតថាប៉ូលីសនេះបញ្ចុងកំភ្លើងអត់ប្រយោជន៍ហ្មងណាបើឃាតករស្លាប់អស់ហើយនឹងឥឡូវនេះយើងបកមកមើលប៉ូលីសអ៊ំគឺគាត់កំពុងតែសម្រាកនៅមន្ទីរពេទ្យហើយក៏គាត់អានសភ័យអញ្ចឹងទៅដោយសារតែគាត់របួសធ្ងន់ធ្ងរមែនទែនគឺគាត់អាចទៅពេញការងារគាត់បន្តទៀតបានហើយក៏មានប៉ូលីសមកសួរសុខទុក្ខគាត់ផងដែរហើយក៏មានសាច់ញាតិបងប្អូនមិត្តភក្តិគាត់មកសួរសុខទុក្ខគាត់ខ្លាំងមែនទែនដោយសារអីគឺគេគោរពស្រឡាញ់គាត់ខ្លាំងមែនទែនដោយសារគាត់ជាមនុស្សដែលពូកែអ្នកគ្នាហើយរឿងយើងក៏ដល់ទីបញ្ចប់ត្រឹមហ្នឹងដែរជួបខ្ញុំម្ដងទៀតនៅឱកាសនេះបាយបាយ